ពេលខ្លះយើងមិនសូវបានចាប់អារម្មណ៍ឆ្លុះបញ្ចាំងពីខ្លួនឯងនោះទេក្នុងមួយថ្ងៃថាតើយើងជួបបញ្ហាថ្ងៃនេះតើដោយសារអ្វីឬមកពីអ្វីឲ្យប្រកបព្រោះរវល់តែបន្ទោសអ្នកដទៃថាមកពីគេទៅរឿងវាទៅជាបែបនេះវាជារឿងធម្មតាទៅហើយនៅក្នុងសង្គមសពថ្ងៃមនុស្សចូលចិត្តបន្ទោសគ្នាទៅវិញទៅមកពិសេសពេលដែលមានទំនាស់ឬបញ្ហាកើតឡើងភាគីម្ខាងចាប់ផ្ដើមប្រកែកគ្នាបកស្រាយដណ្ដើមយកត្រូវរៀងខ្លួនរឿងបែបនេះកើតឡើងញឹកញាប់ណាស់នៅគ្រប់ទីកន្លែងមិនថាតែនៅក្នុងគ្រួសារនៅកន្លែងធ្វើការនៅសាលារៀនឬក៏នៅក្នុងសង្គមយើងទាំងមូលតែម្ដងតើបញ្ហាវានៅត្រង់ណាឧទាហរណ៍ថានៅក្នុងគ្រួសាររបស់យើងមានបញ្ហាជាមួយនឹងរឿងនិយាយប្រដៅកូនមិនស្ដាប់តាមកាន់តែហាមកាន់តែបង្គាប់បញ្ជាកូនកាន់តែផ្កើនកាន់តែឌឺម្ដាយឪពុកបន្ថែមនៅកន្លែងធ្វើការក៏ដូចគ្នាមេដែលចូលចិត្តបញ្ជាឲ្យយើងធ្វើនេះធ្វើនោះយើងកាន់តែមិនចង់ធ្វើគូស្វាមីភរិយាក៏ដូចគ្នាប្រពន្ធដែលចេះតែបញ្ជាប្តីឲ្យធ្វើនេះធ្វើនោះហាមនេះហាមនោះប្តីក៏ធុញមិនចង់ធ្វើតាមដូចគ្នាព្រោះអ្វីព្រោះមនុស្សគ្រប់គ្នាត្រូវការសេរីភាពផ្លូវចិត្តការគោរពនិងការផ្ដល់តម្លៃមានអ្នកណាចូលចិត្តឲ្យគេបង្គាប់បញ្ជាឡើយសូម្បីតែយើងខ្លួនឯងមនុស្សគ្រប់គ្នាចង់បានឯករាជ្យចង់សម្រេចចិត្តដោយខ្លួនឯងដើម្បីទទួលបានអារម្មណ៍ថាខ្លួនមានតម្លៃឬជាបុគ្គលសំខាន់ម្នាក់ដូច្នេះដើម្បីដោះស្រាយបញ្ហាហើយទទួលបានអ្វីដែលយើងចង់បានយើងគួរតែឈប់បង្គាប់បញ្ជាឬហាម5គេតទៅទៀតទៅព្រោះវាមិនត្រឹមតែមិនបានផលហើយអាចបង្កជាបញ្ហាឬចំនួនថែមទៀតផងកុំគិតថាយើងខ្លាំងយើងមានសិទ្ធិព្រោះជាម្ដាយឪពុកជាភរិយាស្របច្បាប់ឬជាមេកោយគេត្រូវតែបង្គាប់បញ្ជាគេតាមចិត្តចង់របស់យើងអញ្ចឹងសួរថាតើយើងគួរធ្វើដូចម្ដេចដើម្បីឲ្យកូនយើងប្តីយើងបុគ្គលិកយើងធ្វើតាមយើងដោយពេញចិត្តនោះគឺការចេះគោរពសិទ្ធិគ្នាទៅវិញទៅមកខ្លាចក្រែងចិត្តគ្នាទៅវិញទៅមកហើយចោទជាសំណួរដើម្បីបំផុសគំនិតពិចារណាឬក៏លើកជាសំណូមពរទៅកាន់ភាគីម្ខាងទៀតជំនួសឲ្យការដាក់បទបញ្ជាឬបង្ខិតបង្ខំគេការចោទសួរហើយលើកជាសំណូមពរវាធ្វើឲ្យអ្នកដទៃបានគិតហើយជ្រើសរើសដោយខ្លួនឯងការធ្វើបែបនេះធ្វើឲ្យគាត់យល់ថាគាត់ជាមនុស្សមានតម្លៃនិងជាមនុស្សសំខាន់មានម្ចាស់ការលើខ្លួនឯងជាងការឲ្យគាត់ស្ដាប់តាមអ្នកដទៃបញ្ជាកំហុសដែលមនុស្សចូលចិត្តធ្វើគឺការស្ដីបន្ទោសនិងការបង្គាប់បញ្ជានេះឯងព្រោះវាងាយស្រួលមិនហត់ទ្រាំជាមួយនឹងកំហឹងរបស់ខ្លួនឯងទង្វើនេះក៏ដោយសារតែឥទ្ធិពលពីក្រុមគ្រួសាររបស់យើងម្នាក់ផងសង្គមជុំវិញខ្លួនផងរហូតคล้ายទៅជាទម្លាប់ប៉ុន្តែគ្មានអ្វីដែលយើងកែមិនបាននោះទេឲ្យតែយើងចង់កែសំខាន់យើងខ្លួនឯងត្រូវយល់ជាមុនសិនទើបងាយស្រួលកែត្រូវយល់ថាការធ្វើបែបនេះជាការបង្កើតកំហុសវាមិនមែនជាវិធីរបស់អ្នកដឹកនាំទេបើចង់គ្រប់គ្រងអ្នកដទៃត្រូវគ្រប់គ្រងដឹកនាំខ្លួនឯងឲ្យបានសិនគ្រប់គ្រងកំហឹងគ្រប់គ្រងប្រតិកម្មរបស់យើងឲ្យបានកុំប្រឹងចង់គ្រប់គ្រងគេចង់ឲ្យគេធ្វើតាមយើងវាមិនងាយស្រួលនោះទេបើគេមិនពេញចិត្តបងប្អូនមានអ្វីចង់បន្ថែមបងប្អូនអាចចូលរួមតាមរយៈការ comment នៅខាងក្រោមវីដេអូនេះបានហើយបើបងប្អូនស្ដាប់វីដេអូរបស់ខ្ញុំយូរហើយមិនទាន់បាន follow page និង subscribe channel YouTube ខ្ញុំទេក៏ជួយចុច follow និង subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត